តែមកឥឡូវយើងមកសាកជាមួយនឹងហ្គេមថ្មីទៀតហើយអ្នកទាំងអស់គ្នាវគ្គនេះគឺនៅក្នុងព្រៃរយៈពេល100ថ្ងៃវគ្គនេះបើសិនជាមានគ្នាចូលលេងគ្នាច្រើនអ្នកគ្នាគឺសប្បាយខ្លាំងហ្មងអានេះខ្ញុំចូលលេងជាលើកទី2ហើយរៀងយកខ្លះហើយដែរអញ្ចឹងយើងចូលមកដំបូងយើងអានតាមការណែនាំរបស់គេទៅហើយគឺយើងត្រូវប្រមូលឈើប្រមូលអីហ្នឹងទៅដាក់ដុតនៅក្នុងភ្នក់ភ្លើងសិនយើងត្រូវតែការពារភ្លើងយើងកុំឲ្យវាលត់នៅពេលយប់អីអញ្ចឹងនឹងមានបិសាចអីវាមកកំទេចកន្លែងភ្លើងហ្នឹងឯងអញ្ចឹងយើងត្រូវការពារវាដែរចូលមកដំបូងអ្នកនរគ្នាគួរតកាប់ដើមឈើឲ្យបានច្រើនសិននិងប្រមូលស្កាប់សិនមកយកទៅអាប់ដេតកន្លែងភ្លើងហ្នឹងដើម្បីឲ្យវាពេលណាដែលយើងដាក់ភ្លើងហ្នឹងដល់ level 5ទីតាំងទំហំដីដែលយើងត្រូវទៅរកហ្នឹងក៏វាធំតាមនឹងដែរនេះខ្ញុំចូលលេងតែឯងសិនចាំពេលដែលរៀងចេះស្ទាត់ចូលពីហ្គេមនឹងច្បាស់ហើយចាំនាំកូនពៅមកលេងព្រោះខ្លាចខ្លួនឯងអត់ទាន់សូវដឹងពីហ្គេមនឹងនាំកូនពៅមកបីសាច់ខំងាប់ទាំងអស់គ្នារបស់ព្យាបាលនិងមហូបអីចំណីផ្សេងគឺខ្ញុំប្រមូលទុកម្ដុំសិនព្រោះពេលដែលយប់ឡើងគឺយើងអាចចេញទៅយកវាបានទេអញ្ចឹងយើងទុកញ៉ាំនៅពេលយប់អញ្ចឹងទៅពេលយប់បីសាច់ច្រើនណាស់អញ្ចឹងយើងអាចចេញកាប់ដើមឈើឬមួយក៏រកអីផ្សេងហ្នឹងបានតែពេលថ្ងៃទេមិនថាពេលយប់ទៅអត់កើតទេទៅកើតគ្រាន់តែវាមានឧបសគ្គច្រើនណាស់មានបិសាចមានអីចឹងទៅតែបើយើងចូលមកយើងគ្រាន់តែកាប់តែដើមឈើអញ្ចឹងក៏វាអត់សូវសុបាយដែរយើងអាចរកអីផ្សេងនៅតាមតំបន់ចិត្តហ្នឹងយប់ហើយអញ្ចឹងយើងប្រញាប់ទៅក្នុងកន្លែងភ្លើងយើងសិនព្រោះខ្លាចបិសាចហ្នឹងវាមកកំទេចភ្លើងយើងហ្នឹងដឹងតែលត់តែលត់ចាញ់ណាហ្គេមហ្នឹងហើយបើចូលមកលេងម្នាក់ឯងចឹងទៀតបិសាចមកដឹងតែតៃឡែវមុនបិសាចគ្មានបានទៅវាយបិសាចអីទេចង់លេងហ្គេមហ្នឹងឲ្យឆ្នះដល់100ថ្ងៃដែរតាប៉ុន្តែ100ថ្ងៃវាយូរប្រហែលជាលេងមួយថ្ងៃវល់ល្ងាចមួយជប់ទឹកភ្លឺទៅដឹងព្រោះវាឡើងដល់100ថ្ងៃអូនម្នាក់ឯងផងឲ្យបិសាចមកមើងវាយមិនឈ្នះលេងកន្លែងហ្នឹងកុំភ្លេចមើលលេងតង់ផងប្រយ័ត្នបិសាចវាទៅកំទេចតង់យើងតែវាវាយតង់យើងខូចយើងអត់មានតង់អីក៏យើងអាចចាញ់ដែរកំពុងតែរកអ្នកចង់មកលេងជាមួយវគ្គនេះដែរព្រោះចង់លេងឲ្យដល់100ថ្ងៃអញ្ចឹងតែចាំមើលសារអាទិត្យសិនអាហ្នឹងបានយើងមានពេលលេងឃើញហ្គេមហ្នឹងគឺវាអាប់ដេតរហូតហ្មងមានអីថ្មីអញ្ចឹងទៅលេងអត់ធុញទេបើសមមិញដូចជាខ្ញុំលេងហ្នឹងកន្លែងខ្លះវាអត់ទាន់មានទេប៉ុន្តែយើងចូលលេងថ្ងៃហ្នឹងទៅឃើញវាមានកន្លែងថ្មីហើយដូចផ្ទះអញ្ចឹងគេធ្វើអត់ទាន់ហើយអញ្ចឹងថ្ងៃហ្នឹងពេលចូលមើលទៅឃើញហើយឃើញអីមកចង់មិនថាគេអាប់ដេតរាល់ថ្ងៃរហូតណាសម្ភារៈដែលយើងអាចធ្វើបានគឺយើងត្រូវប្រមូលដើមឈើនិងស្ក្រាប់មកធ្វើមកនេះយើងអាចធ្វើបានច្រើនយ៉ាងសូម្បីតឆ្នាំងដើម្បីធ្វើម្ហូបមានតុទូកៅអីគឺយើងអាចទៅរកតាមទីតាំងដូចជាក្នុងផ្ទះពួកបិសាចហ្នឹងគឺយើងទៅបើកទៅគឺវាមានឲ្យយើងយកមករៀបចំកន្លែងយើងឲ្យស្អាតបាតបានខ្ញុំមិនសូវចេះនិយាយច្រើនទេអ្នកនរគ្នាដឹងតែចេះលេងប៉ុន្តែគ្រាន់តែចង់ voice over ខ្លះទៅព្រោះពេលផុសអត់ voice over ទៅវាមានអារម្មណ៍ថាសោះតែខ្លះពេកអញ្ចឹងចេះតែនិយាយលេងទៅអត់មានអីត្រូវនិយាយក៏ចេះតែនិយាយលេងពេញហ្នឹងទៅ voice over ដល់ហ្នឹងអត់ដឹងថាថ្ងៃទីម៉ែនេះជាថ្ងៃទី3មិនទេនេះចង់ធ្វើកតាបមួយសិនដើម្បីដាក់របស់របរបានច្រើនជាងមុនព្រោះពេលអត់មានកតាបចឹងទៅយើងកាន់បានតែ10ទេអញ្ចឹងយើងធ្វើកតាបមួយទៅដាក់បានដល់ដូចជា20ក៏15ហើយនេះផ្លេចបាត់ទេអញ្ចឹងយើងប្រមូលដើមឈើប្រមូលអីកុំឲ្យប្រវាករត់ទៅរត់មកពេលអត់មានកាបូបហ្នឹងទៅរត់ទៅរត់មកព្រោះយើងកាន់បានតិចតែពេលយើងមានកាបូបទៅដាក់ឲ្យបានច្រើនជាងមុនកុំឲ្យបាក់រត់ទៅរត់មកពេកអានេះក៏កាប់ដើមឈើសិនព្រោះភ្លើងរបស់យើងនៅ level ដូចជា level ម៉ែនេះមិញ level 2ដល់វានៅរៀងតិចពេកចឹងយើងអាប់ដេតភ្លើងហើយនឹងយកវាទៅទុកធ្វើអីផ្សេងទៀតមានឃើញអីប្លែកអត់ញ៉ាំនេះគេដូរអាវតារថ្មីតដងពេលអាវពណ៌ត្រចេកមនុស្សចូលចិត្តធម្មជាតិតែមើលពណ៌ត្រចេករៀងយូរហើយសាំភ្នែកឥឡូវមកដូរបែបស្រកខ្មៅហ្មងអានេះពណ៌ដែលខ្ញុំចូលចិត្តហ្មងមានពណ៌សនិងពណ៌ខ្មៅហ្នឹងឯងមានតែគេចាប់អារម្មណ៍ចង់លេងវគ្គហ្នឹងឲ្យដល់100ថ្ងៃអត់យើងអាចលេងសារទៅចង់ដឹងថាដល់100ថ្ងៃហ្នឹងវាមានរសជាតិមិនចឹងណាពុទ្ធមុនហ្នឹងគិតថាបានដល់ level 2តែមានណានេះភ្លើងខ្លួនឯងទៅដល់ level 1ហ្នឹងបើបិសាចមកវាយរហូតចិត្តយប់ទៀតបាទតើបិសាចមកលើកនេះនឹងទប់ជាប់អត់ទេព្រោះពេលដែលយប់កាន់តែច្រើនថ្ងៃទៅបិសាចមកកាន់តែច្រើនជាងមុនទៀត
ផងមកទៀតហើយច្រើនណាស់នេះអើយគឺនឹងអវតារខ្លួនឯងមកឡើងតំទៅໄວគេណែមានអត់អីរៀងកន្ទិញចឹងមកវាយបិសាចធម្មតាដែរហ្នឹងណាអត់ការទេត្រូវតរោឈើឲ្យបានច្រើនដើម្បីធ្វើលបងព័ទ្ធជំវិញភ្លើងយើងចឹងយើងអាចធ្វើលបងព័ទ្ធជំវិញភ្លើងទៅកុំឲ្យបិសាចនឹងវាចូលវាយបានបើរៀងកំសត់ជូរចត់ដល់ហើយនេះកដាភ្លៀងផងម្នាក់ឯងទៀតយប់ជ្រៅស្ងាត់ទៀតកំសត់ខ្លាំងណាស់ពុទ្ធោតំណយប់ទី2ហើយមុនហ្នឹងសិតថាយប់ទី3ទី4ឥឡូវតំណយប់ទី2អ្នកអើយម៉ងលេងយូរហើយតំណយប់ទី2ឯងផឹកទឹកមួយសិនដើម្បីមានកម្លាំងទៅប្រយុទ្ធជាមួយបិសាចផ្លេចថាអាហ្គេមហ្នឹងមួយថ្ងៃវា3នាទីក៏4នាទីនេះមួយយប់ក៏វាប៉ុណ្ណឹងដែរអញ្ចឹងទៅទ្រាំតែផុតមួយយប់យូរណាចង់10នាទីដល់អញ្ចឹងទ្រាំដល់100ថ្ងៃគិតមើលហើយជាម៉ានម៉ោងហើយទ្រាំតែចប់មករក scrap ហើយនឹងចូលតាមផ្ទះពួកបិសាចបើយើងនៅតែមកកន្លែងវាអត់សូវ happy ម៉ានេះមកមើលកន្លែងជ្រុំអ្នកផ្សេងសិនរត់ប្រយ័ត្នផងកុំទៅវាយអាពួកខ្លាឃ្មុំអីហ្នឹងពេកព្រោះកម្លាំងយើងអត់ដល់វាយជាមួយវាទេឃើញវាអញ្ចឹងវាយយកសាច់ប៉ុន្តែវាយអត់ឈ្នះវាងាប់បានណាបានអីគេមិនងាប់បានសាំងហ្នឹងអត់មានអីពិសេសផងពេលខ្លះមានកបោបមានអីផ្សេងនៅតាមកន្លែងចឹងណាកបោបខ្លះមាន level 3 level 4អីចឹងទៅវាបាន level ធំយើងអាចដាក់របស់បានច្រើនដែរឥឡូវទៅរុករោមើលក្នុងផ្ទះសិនតែឡើងអត់ទៅសោះខំលោតឡើងច្រើនដងហើយចូលទៅអត់កើតឡើងខុសផ្លូវអីអាផ្ទះហ្នឹងមិនសមមិនឃើញរឿងទូជាងហ្នឹងឯងហ្នឹងធំហ៎ចង់យើងចូលមើលតាមផ្ទះតាមអីហ្នឹងទៅវាមានឡាំងមានអីហ្នឹងឲ្យយើងបើកទៅជាមានអានេះដូចខ្ញុំបានកភ្លើងហ្នឹងហើយនេះបានកភ្លើងកភ្លើងហ្នឹងណាព្រោះលេខច្រើនព្រោះមានមេវាធំនៅកន្លែងបិសាចហ្នឹងវាមានមេវាធំហ្មងអញ្ចឹងយើងប្រមូលភ្លើងប្រមូលអីហ្នឹងទៅទុកទៅសម្រាប់វាព្រោះអាហ្នឹងបើយើងអត់មានកភ្លើងអញ្ចឹងបាញ់អត់ឈ្នះទេយ៉ាដើររកបានតែបន្តិចសោះមេល្ងិតទៀតបាត់យកស្កាប់មួយទៀតសិនចាំទៅផ្ទះចាំមើលយប់នេះចាំបបួលកូនពើលេងគ្នាច្រើនតែ record យប់ហ្នឹងអត់ដឹងថាថ្ងៃណាបានផុសទេថ្ងៃខ្លះអញ្ចឹងលេងហើយគឺទុកចោលកន្លះខែអីបាននឹកឃើញកាត់អីចឹងទៅជួយផងអើយអាប់ភ្លើងគ្នាទៅបាន level 2ផងមកវាយចឹងទៀតហ្នឹងព្រោះបានមួយថ្ងៃឯនេះអត់ដល់ថ្ងៃទី3ទេដឹងលោកអើយចប់បលត់ភ្លើងបានចឹងគេទុកពេលឲ្យយើង30វិនាទីដើម្បីឲ្យយើងបង្កាត់ភ្លើងហ្នឹងវិញម៉ែហ្នឹងឲ្យយើងដាក់ឈើចំនួន20ដើមក្នុងរយៈពេល30វិនាទីហើយទៅរកដើមឈើមកពីណាបាន20ដើមនេះជួយផងកន្លែងហ្នឹងដំបូងខ្ញុំគិតថាចេះយើងគ្រាន់តែដាក់មួយដើមទៅបានហើយយើងអាចសង្គ្រោះបានចឹងណាតែអត់មែនទេទៅដល់មកបានអានថាចំនួន20ដើមទៅលេងមុខឯងជួយលេងការហើយអ្នកគ្នាទៅហើយពេលក្រោយនឹងមកលេងហ្គេមហ្នឹងទៀតប៉ុន្តែមកគ្នាច្រើនម្ដងអត់ម្នាក់ឯងចឹងឯងខ្លាចទេ